សួស្តីបងប្អូននៅក្នុងបណ្ដាញ YouTube ទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់នេះគឺជាវីដេអូដែលខ្ញុំបានធ្វើដើម្បីបញ្ជាក់ថានេះជាដំណាំមួយដ៏ល្អសម្រាប់សុខភាពរបស់យើងដែលយើងត្រូវការគ្រប់គ្នាគឺជាដំណាំធម្មជាតិដែលយើងត្រូវដាំនៅក្នុងផ្ទះឬក៏នៅកន្លែងដែលច្បារដំណាំឲ្យបងប្អូនហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍យើងអាចដាំខ្លួនឯងបានដោយងាយស្រួលបំផុតព្រោះអីយើងមិនពិបាកនឹងទៅទិញពីទីផ្សារមកដែលយើងមិនដឹងប្រវត្តិច្បាស់លាស់អញ្ចឹងសូមបងប្អូនព្យាយាមដាំដំណាំធម្មជាតិនៅតាមផ្ទះរបស់ខ្លួនដូចជាមានស្ពៃមានត្រកួនជាដើមហ្នឹងឯងហើយនឹងមានថៃថាវក៏ដូចជាស្ពៃកញ្ញាញ់ដែលបងប្អូនដឹងហើយថាជាស្ពៃមួយប្រភេទដែលយើងអាចយកទៅស្ងោរធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់នឹងហើយមានត្រកួននោះក៏ជាអាហារមួយហើយបន្លែមួយដ៏ល្អសម្រាប់បងប្អូនស្លម្ជូរហ្នឹងកូនត្រីអីហ្នឹងត្រូវស្លម្ជូរហើយនឹងអាចថាដំណាំអស់នេះគឺយើងអាចធ្វើជាស៊ុបបានល្អណាហ្នឹងហើយនេះគឺជាកូនថ្មីណាកូនព្រោះថ្មីសម្រាប់ដល់ពេលយើងដកចាស់អស់យើងនឹងបន្តយកកូនព្រោះថ្មីនេះដើម្បីយកទៅ